នាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរនឹងត្រូវបានផលិតដោយកូរ៉េខាងត្បូងជាប្រវត្តិសាស្ត្រដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកអាស៊ីលោកដូណាល់ត្រាំបានផ្ដល់ភ្លើងឃីវជាផ្លូវការដល់កូរ៉េខាងត្បូងដើម្បីសាងសង់នាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរដោយបានប្រកាសពីការអនុម័តនេះជាសាធារណៈនៅលើគណនី Truth Social របស់លោកដោយបានគូបញ្ជាក់ថាកូរ៉េខាងត្បូងនឹងសាងសង់នាវាមួយទឹកទាំងនេះនៅឯកន្លែងផលិតនាវា Philadelphia Shipyard ដែលដំណើរការដោយក្រុមហ៊ុន Hanwha Group របស់កូរ៉េខាងត្បូងនេះបង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលជំរុញឲ្យកូរ៉េខាងត្បូងផ្លាស់ប្ដូរពីនាវាមួយទឹកដើរដោយធម្មពលម៉ាស៊ូតចាស់ៗទៅជាបច្ចេកវិទ្យាជំរុញនុយក្លេអ៊ែរកម្រិតខ្ពស់ជាងនេះការអនុម័តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកកូរ៉េខាងត្បូងដែលបានឆ្លុះបញ្ចាំងពីការកសាងទំនុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកលើសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូងនិងទួនាទីរបស់ខ្លួននៅក្នុងសន្តិសុខ Indo-Pacific នាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរផ្ដល់នូវភាពធន់ក្រោមទឹកខ្ពស់ជាងល្បឿនលឿនជាងនិងការលាក់បាំងបើប្រៀបធៀបទៅនឹងនាវាមួយទឹកធម្មតាដែលអនុញ្ញាតឲ្យកូរ៉េខាងត្បូងតាមដានរារាំងនាវាមួយទឹកដែលមានសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើងបានកាន់តែប្រសើរឡើងនិងអាចដោះស្រាយវត្តមានកងទ័ពជើងទឹកចិនដែលកំពុងកើនឡើងជាបន្តបន្ទាប់កូរ៉េខាងត្បូងបានស្វែងរកការអនុញ្ញាតពីសហរដ្ឋអាមេរិកដើម្បីទទួលបានឥន្ធនៈនុយក្លេអ៊ែរសម្រាប់ការជំរុញនាវាមួយទឹកដែលជាចំណុចជាប់គាំងដ៏សំខាន់មួយដែលពីមុនត្រូវបានរដ្ឋបិទដោយកិច្ចព្រមព្រៀងថាមពលអាតូមិកកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកយោងតាមគេហទំព័រ Nova News ចុះថ្ងៃទី31តុលា2025បានលម្អិតថាការសាងសង់នាវាមួយទឹកនេះគឺជាការពារខ្លួនដែលមានគោលបំណងដោះស្រាយការគំរាមកំហែងជាពិសេសពីកូរ៉េខាងជើងមិនមែនដើម្បីជំរុញការប្រណាំងប្រជែងសពាវុធនោះទេផែនការនេះពាក់ព័ន្ធទៅនឹងការសាងសង់ទូកប៉ាល់និងរ៉េអាក់ទ័រនៅក្នុងស្រុកជាមួយទៅនឹងឥន្ធនៈអ៊ុយរ៉ាញ៉ូមដែលផ្ដល់សារធាតុនេះដោយសហរដ្ឋអាមេរិកការអភិវឌ្ឍប្រភេទនាវាមួយទឹករបស់កូរ៉េខាងត្បូងក្នុងចំណោមក្រុមប្រទេសមួយចំនួនដែលមានសមត្ថភាពនាវាមួយទឹកនុយក្លេអ៊ែរដែលបង្កើនសក្តានុពលសន្តិសុខនៅក្នុងតំបន់អាស៊ីគួរបញ្ជាក់ផងដែរថាកងទ័ពជើងទឹកកូរ៉េខាងត្បូងបច្ចុប្បន្នប្រើប្រាស់នាវាមួយទឹកដើរដោយធម្មពលម៉ាស៊ូតអគ្គិសនីដែលគេហៅថា Conventional Submarine នាវាមួយទឹកប្រភេទនេះមានសមត្ថភាពដែនកំណត់ក្នុងការស្ថិតនៅក្រោមទឹកបានយូរអង្វែងព្រោះវាត្រូវឡើងមកលើនៃផ្ទៃទឹកដើម្បីសាកថ្មម៉ាស៊ីនហើយអ្វីបានគ្រាន់តែមាននាវាមួយទឹកដើរដោយធម្មពលនុយក្លេអ៊ែរអាចជួយកាត់បន្ថយការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងបាន